ជាប់ជាមួយនឹងកិច្ចការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្នបណ្ដាមេដឹកនាំគណៈបកនយោបាយមួយចំនួនក៏បង្ហាញសុតិធិនិយមចំពោះដំណើរការជាជំហានស្របតាមច្បាប់អន្តរជាតិដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះរវាងប្រទេសកម្ពុជានិងថៃលោកអ៊ុនវិសិទ្ធគុណប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យនៅថ្ងៃទី25វិច្ឆិកានេះក៏បានប្រាប់ BTV ឲ្យដឹងដែរថាការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជាថៃនៅពេលនេះជាសញ្ញាមួយនៃការយល់ចិត្តគ្នារវាងប្រទេសទាំងពីរដើម្បីឈានឆ្ពោះទៅបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរលោកបន្តថាកន្លងទៅមានជនអគតិមួយចំនួនរិះគន់ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅបង្គោលលេខ42ដល់47នៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅក្នុងឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យថាបានបាត់បង់ដីមួយចំនួនទៅឲ្យភាគីថៃដែលត្រង់ចំណុចនេះលោកអ៊ុនវិសិទ្ធគុណប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យបានចាត់ទុកការរិះគន់នេះគឺដើម្បីចំណេញនយោបាយតែប៉ុណ្ណោះព្រោះការបោះបង្គោលព្រំដែនកម្ពុជាថៃផ្អែកទៅលើផែនទីបារាំងសៀមខ្នាត1 លើ 20,000ការវាស់វែងព្រំដែននេះផលចំណេញតែមួយគត់ដែលបានមកលើប្រជាជនទាំងសងខាងនេះគឺសុខសន្តិភាពគឺភាពច្បាស់លាស់ទាំងសងខាងមិនមែនគេហៅថាចាប់ផ្ដើមវាស់វែងហើយបង្កឲ្យមានសង្គ្រាមកើតឡើងទៀតនោះទេនេះហើយគឺជាសញ្ញាឈានទៅបញ្ចប់សង្គ្រាមនិងបញ្ចប់នៅភាពសង្ស័យរវាងប្រទេសនិងប្រទេសក៏ប៉ុន្តែមានតែក្រុមជលនិយមទាំងសងខាងហ្នឹងទាំងជលនិយមខ្មែរមួយក្តាប់ទូចនៅក្រៅប្រទេសនិងក្រុមជលនិយមរបស់ថៃទេដែលបង្កនៅគេហៅថាសតិអារម្មណ៍ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងសងខាងយល់ច្រឡំនៃការវាស់វែងទាំងអស់នេះហើយការវាស់វែងទាំងអស់នេះទៀតសោតមិនមែនរាជរដ្ឋាភិបាលមិនបានប្រជុំឯកភាពទេគឺមានការចុះហត្ថលេខាយ៉ាងត្រឹមត្រូវពីកិច្ចប្រជុំ JBC បាទ